Welcome back to Gym 101 where we're gonna learn everything we need to know about gym and fitness នៅក្នុងវីដេអូមុនយើងបានដឹងពីយុទ្ធសាស្ត្រក្នុងការហាត់ក្នុងម៉ោងមនុស្សច្រើនឲ្យមានប្រសិទ្ធភាពហើយនៅក្នុងមេរៀនយើងហ្នឹង Module 2.4 The Silent Cue Read the room in the gym ខ្ញុំនឹងចែកម្លែកពីវិធីសាស្ត្រដើម្បីឲ្យអ្នកចេះមើលពីស្ថានភាពនៅក្នុង gym ដោយយើងមកស្គាល់ពីសញ្ញាសម្គាល់ខ្លះៗដែលយើងអ្នកហាត់ត្រូវតែដឹងទី1 The occupied signal សញ្ញាសម្គាល់ថាម៉ាស៊ីនហ្នឹងជាប់គេលេងឬអត់បើយើងឃើញមានកសែងមានដបទឹកឬក៏ទូរស័ព្ទនៅលើម៉ាស៊ីនហ្នឹងឬក៏នៅចិត្តម៉ាស៊ីនហ្នឹងមានន័យថាម៉ាស៊ីនហ្នឹងជាប់គេលេងហើយទោះបីជាអត់មានមនុស្សនៅចិត្តហ្នឹងក៏ដោយព្រោះអាចនឹងគេ rest អញ្ចឹងយើងចាំតតែសម្ភារៈទាំងអស់ហ្នឹងទៅបាត់សិនចាំយើងទៅលេងម៉ាស៊ីនហ្នឹងតែបើយើងនៅមានអារម្មណ៍សង្ស័យយើងអាចទៅសួរគេជានឹងថាបងឈប់ប្រើម៉ាស៊ីនហ្នឹងនៅឬក៏បងនៅប្រើម៉ាស៊ីនហ្នឹងអត់ទី2 the help me signal តើយើងមើលមិនបានដឹងថាគេត្រូវការយើង spot ឬក៏យើងជួយពេលខ្លះគេមកពឹងយើងផ្ទាល់តែម្ដងឲ្យទៅ spot គេពេលខ្លះទៀតយើងគ្រាន់ eye contact ដាក់គ្នាយើងដឹងថាគេត្រូវការយើង spot ទេប៉ុន្តែពេលខ្លះគេហ៊ានមកពឹងយើងទេហើយខ្លះទៀតគេត្រូវការជំនួយបន្ទាន់ដែលបានគ្រោងទុកមុនអញ្ចឹងបើយើងហាត់នៅជាមួយគ្នាយូររៀងយូរដែរហើយយើងដឹងថាគីឡូណាដែលគេលើករួចគីឡូណាដែលគេលើកអត់រួចបើយើងឃើញគីឡូណារៀងធ្ងន់គេត្រូវការយើងជួយយើងចាំទៅ spot គេពីក្រោយមកទៅទី3 when is it okay to approach someone for a quick question បើយើងចង់សួរគេអីមួយតើយើងគួរសួរគេពេលណាល្អពេលដែលល្អបំផុតសម្រាប់សួរគេគឺពេលដែលគេ rest between set គឺពេលដែលគេពងញ៉ាំទឹកពងនិយាយគ្នាឬក៏ពងចុចទូរស័ព្ទជៀសវាងទៅសួរគេពងដែលគេហាត់ឬក៏ពេលដែលគេកំពុង focus ខ្លាំងបើគេពងពាក់កាសឲ្យស្ដាប់អត់សូវលឺយើងអាចឲ្យសញ្ញាឬក៏ signal មួយដែលរៀងគួរសមតិចទៅដើម្បីគេដឹងថាយើងចង់និយាយមួយគេសូមមានយើងឥឡូវយើងបានដឹងពីវិធីសាស្ត្រឲ្យអ្នកគ្នាចេះមើលពីស្ថានភាពនៅក្នុង gym ហើយពេលយើងដឹងពីសញ្ញាទាំងអស់ហ្នឹងវាជួយឲ្យយើងហាត់ទៅកុំឲ្យយើង awkward ឆ្កងរៀងមាន confidence ជាងមុនហើយកុំឲ្យគេមើលមកយើងថាយើងអត់ចេះ respect អីសោះតែចំណុចមួយណាដែលគ្នាគិតថាអាចយកទៅប្រើបានចាំជួយ comment ផងហើយយើងជួបគ្នានៅវីដេអូក្រោយ Take care